ស្ថានភាពធម្មជាតិជាស្ថានភាពពោពេញទៅដោយសមភាពគឺថាទាំងអំណាចទាំងសិទ្ធិសុទ្ធតែស្មើគ្នាទាំងអស់ដោយមិនមានបុគ្គលណាម្នាក់មានសិទ្ធិអំណាចច្រើនជាងបុគ្គលដទៃទៀតឡើយសេរីភាពកើតពីធម្មជាតិជាកន្លែងដែលមនុស្សមានសិទ្ធិស្មើគ្នាហើយសិទ្ធិរបស់បុគ្គលទាំងនោះគឺមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃឡើយគេប្រព្រឹត្តនៅរាល់អំពើសកម្មភាពរបស់ពួកគេតាមវិចារណញ្ញាណដែលជាហេតុធ្វើឲ្យពួកគេមានសេរីភាពគ្រប់គ្រាន់សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតមានសិទ្ធិក្នុងការជ្រើសរើសគូស្រករដែលខ្លួនស្រឡាញ់ព្រមទាំងមានសិទ្ធិក្នុងការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តខុសនឹងក្រិតក្រមធម្មជាតិសារជាតិរបស់មនុស្សមិនអាក្រក់ពីកំណើតទេមនុស្សកើតមកមានខួរក្បាលប្រៀបដូចជាក្រណាត់សស្អាតមនុស្សមានទំនាក់ទំនងល្អមានភាពស្មើគ្នានិងឯករាជ្យគ្មាននរណាម្នាក់ធ្វើអំពើអាក្រក់ទៅលើអ្នកដទៃខាងលើនេះគឺជាទស្សនវិជ្ជារបស់លោក John Locke